មាននរណាម្នាក់លាក់ខ្លួននៅក្នុងហាងស្រាតើអ្នកអាចទាយបានទេថាគាត់កំពុងធ្វើអ្វីគាត់មិនធ្វើស្រាទេគាត់កំពុងច្រូតស្រូវឈ្មោះរបស់គាត់គឺគីឌៀនហេតុអ្វីបានជាគាត់លាក់ខ្លួនព្រោះតែទាហានមកពីស្រុកម៉ាឌៀនលួចយកអាហារទាំងអស់រាល់ពេលដែលជនជាតិអ៊ីស្រាអែលដាំដំណាំជនជាតិម៉ាឌៀនបានមកយកអ្វីទាំងអស់ដូច្នេះគេឌៀនបានធ្វើការដោយស្ងាត់ដោយសង្ឃឹមថាគេនឹងរកមិនឃើញគាត់បន្ទាប់មកភ្លាមមានទេវតារបស់ព្រះអម្ចាស់បានលេចមកហើយនិយាយថាព្រះអម្ចាស់គង់នៅជាមួយអ្នកចម្បាំងដ៏ខ្លាំងពូកែលោកគេឌៀនមើលជុំវិញអ្នកចម្បាំងដ៏អស្ចារ្យខ្ញុំបានខ្សឹបប៉ុន្តែបាត់ព្រះបានឃើញភាពក្លាហាននៅក្នុងគេឌៀនដែលគាត់មិនបានឃើញខ្លួនគាត់គេឌៀននៅតែភ័យខ្លាចប៉ុន្តែព្រះបានបង្ហាញទីសម្គាល់ដ៏អស្ចារ្យដល់គាត់ភស្តុតាងដែលថាគាត់ពិតជានៅជាមួយគាត់បន្តិចម្ដងការភ័យខ្លាចរបស់គីឌៀនបានប្រែក្លាយទៅជាជំនឿខ្ញុំបានក្លាយជាអ្នកក្លាហាននៅយប់នោះលោកគេឌៀនបានវាយបំបែករូបព្រះបាហើយរំលំបង្គោលដែលមនុស្សគោរពប្រណិប័តព្រះខ្លែងខ្លាយបន្ទាប់មកគាត់ផ្លុំត្រែដើម្បីហៅប្រជាជនឲ្យប្រយុទ្ធដើម្បីព្រះបុរស 32,000 នាក់បានមកជួយប៉ុន្តែកងទ័ពសត្រូវមានជាង 100,000 នាក់ទោះជាយ៉ាងណាគីឌៀនបានទុកចិត្តព្រះបន្ទាប់មកព្រះបានមានបន្ទូលអ្វីមួយដ៏គួរឲ្យភ្ញាក់ផ្អើលលោកគេឌៀនអ្នកមានបុរសច្រើនពេកប្រសិនបើអ្នកឈ្នះឥឡូវនេះមនុស្សប្រហែលជាគិតថាពួកគេបានធ្វើវាដោយគ្មានខ្ញុំដូច្នេះគេឌៀនប្រាប់ពួកបុរសថាបើអ្នកណាភ័យខ្លាចអ្នកអាចទៅផ្ទះវិញ 22,000 នៅសល់តែ 10,000 ប៉ុណ្ណោះប៉ុន្តែព្រះទ្រង់មានព្រះបន្ទូលម្ដងទៀតថានៅមានច្រើនពេកដូច្នេះពួកគេបានទៅទន្លេមួយព្រះមានបន្ទូលថាគឺមើលពីរបៀបដែលពួកគេផឹកអ្នកខ្លះលុតជង្គង់ដាក់មុខក្នុងទឹកប៉ុន្តែអ្នកខ្លះបានរើសទឹកដោយដៃខណៈដែលនៅមានការប្រុងប្រយ័ត្នព្រះមានបន្ទូលថាចូលជ្រើសរើសអ្នកណាដែលប្រើដៃរបស់ខ្លួនតើនៅសល់ប៉ុន្មានអ្នក200ទល់ 100,000ប៉ុន្តែព្រះមានផែនការនៅយប់នោះខ្ញុំបានប្រាប់គេឌៀនថាចុះទៅជំរុំស្រូវហើយស្ដាប់លោកគេឌៀនបានលុតជង្គង់ចុះយ៉ាងស្ងៀមស្ងាត់ខ្ញុំបានឮទាហានសត្រូវ2នាក់និយាយមានម្នាក់និយាយថាខ្ញុំយល់សពឃើញនំប៉័ងមួយដុំបានរមៀលចូលក្នុងជំរុំរបស់យើងហើយវាយកំទេចត្រសារបស់យើងចុះម្នាក់ទៀតឆ្លើយថានោះច្បាស់ជាគេឌៀននឹងកំចាត់យើងពេលគេឌៀនបានឮដូច្នេះចិត្តរបស់គាត់ពោពេញដោយភាពក្លាហានគាត់បានរត់ត្រឡប់មកវិញហើយស្រែកថាក្រោកឡើងព្រះអម្ចាស់បានប្រទានឲ្យយើងនៅជ័យជំនះខ្ញុំបានឲ្យទាហានម្នាក់មួយត្រែនិងពាងមួយដែលមានពើនៅខាងក្នុងពេលគេឌៀនផ្ដល់សញ្ញាពួកគេបានបំបែកពាងរបស់ពួកគេភ្លើងបានភ្លឺហើយពួកគេបានស្រែកថាសម្រាប់ព្រះអម្ចាស់និងសម្រាប់គេឌៀនជនជាតិម៉ាឌៀនភ្ញាក់ផ្អើលខ្លាចគេវាយគ្នារត់បាត់នៅយប់នោះព្រះបានប្រទានឲ្យរាជទ្រង់នៅជ័យជំនះដ៏អស្ចារ្យគ្មាននរណាម្នាក់អាចនិយាយថាយើងបានធ្វើវាដោយខ្លួនឯងវាជាអំណាចរបស់ព្រះដែលបានឈ្នះការប្រយុទ្ធកូនចងចាំរឿងនេះអ្នកមិនចាំបាច់ធំជាងគេឬខ្លាំងបំផុតនោះទេទោះបីជាអ្នកមានអារម្មណ៍តូចឬភ័យខ្លាចក៏ដោយក៏ព្រះអាចប្រើអ្នកតាមរបៀបដ៏អស្ចារ្យដូចជាលោកគីឌៀនពេលអ្នកអធិស្ឋានទុកចិត្តនិងគោរពតាមព្រះផ្ដល់ឲ្យអ្នកនូវភាពក្លាហានហើយអ្នកអាចធ្វើអ្វីដែលអ្នកមិនធ្លាប់គិតថាអ្នកអាចធ្វើបានតោះនិយាយជាមួយគ្នាព្រះជាម្ចាស់ធ្វើឲ្យខ្ញុំក្លាហានខ្ញុំអាចធ្វើអ្វីទាំងអស់ដោយជំនួយពីទ្រង់ឥឡូវគិតអំពីរឿងនេះពេលអ្នកជួបរឿងគួរឲ្យខ្លាចឬពិបាកតើអ្នកនឹងធ្វើអ្វីព្យាយាមជួសជុលវាតែម្នាក់ឯងបោះបង់ឬឈប់អធិស្ឋានសូមព្រះជួយអ្នកព្រះកំពុងរងចាំត្រៀមខ្លួនជួយគាត់ខ្សឹបប្រាប់បេះដូងអ្នកកូនឲ្យចូលរឹងមាំហើយក្លាហាននិយាយជាមួយខ្ញុំនឹងជួយអ្នកដូច្នេះកុំខ្លាចអីសូមបោះជំហាននៃសេចក្តីជំនឿដូចដែលគេឌៀនបានធ្វើព្រះគង់នៅជាមួយអ្នកហើយទ្រង់នឹងជួយអ្នកឲ្យរឹងមាំនិងក្លាហានជារៀងរាល់ថ្ងៃ